ជំរាបសួរបងប្អូនទាំងអស់គ្នានេះថ្ងៃច័ន្ទដែនត្រប់ហើយនេះយើងមកដល់កន្លែងការងារហើយនេះការងាររបស់យើងគឺនៅជាន់ទី2ហើយនេះជាប្រឡោះកម្មចតាឡើងទៅជាន់ទី3តែអញ្ចឹងបងប្អូនទៅមើលជាន់ទី3ម្ដងនេះគឺជាជាន់ទី3បងប្អូនសម្រាប់ជាន់ទី3នេះគឺមាន2បន្ទប់នៅខាងលើជាន់ទី3ឥឡូវដោយសារការងាររៀងបដូរច្រើនដោយសារថា3ជាន់កាលមុនគឺយើងអត់បាញ់ជាងដកក្រោមទេគឺយើងបាញ់ធំបន្ទាត់សមិខ្មៅនេះគឺយើងបាញ់ត្រឹមហ្នឹងទេហើយយើងដាក់ធ្វើពីដានទៅមកហើយដល់ពេលខាងក្រោមនេះគឺយើងបាញ់បន្តមកទៀតប៉ុន្តែឥឡូវដោយសារតែខាងក្រុមហ៊ុនគេទៅមើលឲ្យធ្វើអញ្ចឹងវិញនេះគឺជាបូដកអញ្ចឹងបូដកនេះគឺសម្រាប់ខាងលើនេះមានប្រវែង2.70 ម៉ែត្រហើយខាងក្រោមនេះ2.40 ម៉ែត្រអញ្ចឹងប្រវែងរបស់វាគឺយើងកាត់តែបន្តិចទេយើងដាក់ដល់លើនេះកាត់កន្លែងកាត់វាគឺបាទនេះប្រហែលជា3ទឹកជាងហើយសម្រាប់នេះគឺផ្ដាននេះគឺទាំងយកផ្ដាននេះគឺប្រវែងវាគឺសម្រាប់ប្រវែងវាគឺ1.82 ម៉ែត្រហើយកម្រាស់វា1.2 លីអានេះវាកម្រាស់វា1.5 លីអញ្ចឹងខុសគ្នា3 លីនេះបងប្អូនមើលយើងធ្វើអត់ទាន់ហើយទេតែបាន 20 ទៅ 30% ទេសម្រាប់នេះគឺខ្ញុំធ្វើសាមញ្ញជាកាអែអានេះនៅអត់ទាន់រួចរាល់ទេគឺយើងនៅថែមការ៉ូហើយថែមឈីទៀតហើយទៅនេះយើងទៅឡើងមេទ្វាហើយបានយើងដាក់ការ៉ូព្រោះកាលណាដែលយើងដាក់ការ៉ូទៅវាអត់ត្រូវជាមួយនឹងទ្វាទេអញ្ចឹងយើងត្រូវធ្វើការ៉ូហើយបានធ្វើទ្វានេះសម្រាប់ធំនេះគឺយើងបាញ់តាមក្រោយដោយសារតែធំនេះយើងត្រូវមានមេមួយដាក់កាត់ចេះទៀតអញ្ចឹងនៅពេលដែលយើងដាក់ការ៉ូមុនអញ្ចឹងអាកន្លែងនេះវាអាចអត់ត្រូវគ្នាអញ្ចឹងត្រូវទៅឡើងមេនឹងហើយបានត្រូវដាក់ការ៉ូតាមក្រោយណាបងប្អូនមានតែប៉ុណ្្នឹងទេខ្ញុំមើលហើយទៅបើកលាក់ទៀតខ្ញុំនឹងថតបង្ហាញបងប្អូនមកកលាក់ទៀត